បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំធ្វើការបង្ហាញពីរបៀបក្នុងការឈូសសម្អាតទូរស័ព្ទដៃរបស់យើងបាទអញ្ចឹងទូរស័ព្ទនេះគឺ model Sparko 2023អញ្ចឹងទូរស័ព្ទនេះដែរគឺវាមានលក្ខណៈគាំងបាទយើងប្រើយូរទៅវាមានលក្ខណៈគាំងយើងប្រើពិបាកប្រើអញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញពីរបៀបក្នុងការឈូសសម្អាតទូរស័ព្ទដៃមួយនេះដើម្បីឲ្យដើរស្រួលដូចមុនបាទអញ្ចឹងជាដំបូងដើម្បីយើងធ្វើការចូលទៅឈូសសម្អាតបានជំហានដំបូងគឺយើងធ្វើការចូលកម្មវិធី setting នេះបាទចូល setting នេះមកបាទបន្តមកទៀតយើងធ្វើការទៅ remove Gmail account ជាមុនសិនបាទយើងទៅ remove Gmail account សិនណាបងប្អូនទាំងអស់គ្នាអញ្ចឹងដើម្បីយើងធ្វើការ remove គឺយើងយកពីសម្ងាត់នឹងគណនីនេះមកបាទបន្តមកទៀតយើងនឹងឃើញមាន Gmail នៅកន្លែងនេះបាទប៉ុន្តែទូរស័ព្ទនេះដែរគឺវាអត់មាន Gmail នៅទេបាទចឹងវាអត់មាន Gmail នៅយើងមិនបាច់ remove ទេកន្លែងនេះបើមានយើងត្រូវ remove ចេញណាបងប្អូនយើងត្រូវ remove ចេញបាទអញ្ចឹងយើងថយមកវិញសិនមកដើម្បីយើងចូលទៅមួយកន្លែងទៀតអូខេយើងថយសិនបាទបន្តមកទៀតយើងធ្វើការចូលកន្លែងប្រព័ន្ធនេះមកបាទកន្លែងប្រព័ន្ធដើម្បីយើងទៅធ្វើការទៅ reset វាបាទហើយដល់កន្លែងនេះគឺបងប្អូនជ្រើសរើសពីកំណត់ទូរស័ព្ទឡើងវិញបាទបងប្អូនចូលកន្លែងនេះមកអូខេអញ្ចឹងកន្លែងនេះវាមានជម្រើសច្រើនបាទវាមានជម្រើស4ប៉ុន្តែយើងយកខាងក្រោមគេបងប្អូនយើងយកពាក្យលុបទិន្នន័យទាំងអស់អូខេចូលកន្លែងនេះមកហើយយើងចុចលុបទិន្នន័យម្ដងទៀតមកបងប្អូនបាទកន្លែងនេះដែរគឺយើងធ្វើការរងចាំបាទវារលត់ម៉ាស៊ីនខ្លួនវាបាទកន្លែងនេះគឺយើងធ្វើការរងចាំវាសិនដោយសារវាកំពុងតែធ្វើការសម្អាតឬក៏ format data នៅក្នុងទូរស័ព្ទដៃមួយនេះឲ្យរួចរាល់បាទអញ្ចឹងបងប្អូនអ្នកដែលមកក្រោយៗដែលអត់ទាន់បានជួយ subscribe វីដេអូមួយម្នាក់មួយផងបងប្អូនទាំងគ្នាដើម្បីបានចំណេះដឹងថ្មីៗពីខ្ញុំបាទជារៀងរាល់ថ្ងៃបាទទូរស័ព្ទដៃ model នេះគឺជា model Tecno Spark Go 2023បងប្អូនទាំងគ្នាបាទនេះគឺជា Spark Go 2023ចឹងលក្ខណៈទូរស័ព្ទនេះគឺវាមានលក្ខណៈគៀងបងប្អូនយើងប្រើប្រាស់យូរឆ្នាំបាទដូចជា 2-3 ឆ្នាំហើយបាទអញ្ចឹងទូរស័ព្ទនេះគឺអត់ដែលបានឈូសសម្អាតទេបងប្អូនអញ្ចឹងទូរស័ព្ទនេះគឺវាគៀងខ្លាំងមែនទែនចឹងយើងពិបាកក្នុងការប្រើអញ្ចឹងយើងមានតែវិធីយើងឈូសសម្អាតដើម្បីឲ្យទូរស័ព្ទដៃរបស់យើងវាដើរស្រួលបាទបាទអញ្ចឹងវាជិតជាប់ហើយបងប្អូនបាទអូខេអញ្ចឹងវាដល់តម្រងបែបនេះគឺបងប្អូនត្រូវមើលវីដេអូនេះឲ្យស្រួលណាបងប្អូនទាំងគ្នាបងប្អូនអាចធ្វើការទស្សនាវីដេអូមួយនេះមួយដើម្បីខ្ញុំនឹងធ្វើការបញ្ជាក់ពីការចុចដើម្បីឲ្យដល់ menu របស់វាបាទអញ្ចឹងអូខេដំបូងគឺយើងធ្វើការជ្រើសរើសភាសាបាទកន្លែងនេះគឺយើងជ្រើសរើស Cambodia មកយើងរកមើលពាក្យ Cambodia ឬក៏វាដាក់ខ្មែរនៅក្នុងនេះអូខេយើងរកមើលប្រទេសរបស់យើងអូខេខ្ញុំសូមជ្រើសរើសរ៉ូសិននេះបងប្អូនទាំងគ្នាយើងជ្រើសរើសខ្មែរឬក៏កម្ពុជាចឹងមកហើយយើងចុចបន្ទាប់បន្តទៀតយើងជ្រើសរើសកម្ពុជាដោយសារនេះគឺជ្រើសរើសអូតូហើយអូខេយើងចុចបន្ទាប់ទៀតមកបាទចុចបន្ទាប់បាទកន្លែងនេះគឺមានពីរជម្រើសយើងចង់ដាក់ Wi-Fi តែម្ដងក៏បានយើងចង់រំលងក៏បានអត់អីទេកន្លែងនេះបាទអញ្ចឹងខ្ញុំសូមយករំលងចុះអូខេហើយយើងចុចបន្ទាប់ទៀតអូខេហើយកន្លែងនេះគ្រីសមួយបងប្អូនហើយចុចបន្ទាប់ទៀតចុចត្រូវកន្លែងនេះវាដោយសារវានៅក្រោមយើងពិបាកចុចហើយចុចច្រើនទៀត
អូខេចុចតាមខ្ញុំទាំងអស់មកហើយចុចយល់ព្រមហើយយើងចុចពាក្យរំលងកន្លែងនេះចុចរំលងយកមកអូខេចុចរំលងហើយចុចរំលងទៀតកន្លែងនេះបើបងប្អូនចង់ដាក់ password តែម្ដងគឺយើងអាចធ្វើការដាក់បានប៉ុន្តែបើបងប្អូនចាំដាក់ក្រោយក៏បានដែរយើងចុចរំលងមកហើយចុចរំលងបន្តទៀតបាទយើងចុចសញ្ញាខៀវនេះមកអូខេអញ្ចឹងគឺដល់មេនុយរបស់វាវិញហើយបាទអញ្ចឹងទូរស័ព្ទរបស់យើងគឺដើរស្រួលជាងមុនណាបងប្អូនទាំងគ្នាអូខេយើងការចុចការបញ្ជាយើងមើលជាក់ស្ដែងមកគឺវា smooth ជាងមុនបាទវា smooth ជាងមុនដោយសារពេលមុនគឺអត់អាចចុចចឹងបានទេបងប្អូនគឺវាគាំងខ្លាំងមែនទេបាទនេះគឺវា smooth វាដើរស្រួលជាងមុនបាទអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនទាំងគ្នាចាំជួបគ្នានៅវីដេអូក្រោយបន្តទៀតបាទអរគុណ